បាទសួស្តីវីដេអូនេះយើងមើលទៅលើក្របខ័ណ្ឌពេលវេលានៃដំណើរការនៃការអនុវត្តកំណែតម្រង់វិមជ្ឈការនិងវិសាមជ្ឈការហើយក្របខ័ណ្ឌពេលវេលានេះដែរគឺខ្ញុំបានផុសម្ដងរួចមកហើយនៅក្នុង page ទាំងនៅក្នុងTikTok ក៏ធ្លាប់បានផុសដែរប៉ុន្តែអត់ធ្លាប់បានយកមកធ្វើការអានជូនអញ្ចឹងវីដេអូនេះគឺយើងធ្វើការអានជូនពីក្របខ័ណ្ឌពេលវេលាពីដំណាក់កាលនីមួយៗចាប់ពីឆ្នាំ2001រហូតទៅដល់ឆ្នាំ2024បាទអញ្ចឹងក្របខ័ណ្ឌពេលវេលានៃដំណើរការនៃការអនុវត្តកំណែតម្រង់វិមជ្ឈការនិងវិសាមជ្ឈការនេះគឺយើងចាប់ផ្ដើមចាប់ពីឆ្នាំ2001បាទឆ្នាំ2001កម្ពុជារបស់យើងបង្កើតច្បាប់គ្រប់គ្រងច្បាប់ស្តីពីការគ្រប់គ្រងនិងបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ2001ហើយនៅឆ្នាំ2002គឺយើងបានអនុវត្តគឺធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី1បាននៅឆ្នាំ2002នៅដល់ឆ្នាំ2003គឺបង្កើតនៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី1បាទពីឆ្នាំ2003ទៅដល់ឆ្នាំ2008ហើយនៅក្នុងឆ្នាំ2005គឺបង្កើតឲ្យមានក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែតម្រង់វិមជ្ឈការនិងវិសាមជ្ឈការបាទឆ្នាំ2007ធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី2ហើយឆ្នាំ2008កម្ពុជាយើងបង្កើតឲ្យមានច្បាប់ស្តីពីការគ្រប់គ្រងនិងបោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌបាទអញ្ចឹងពីឆ្នាំ2008មកដល់ឆ្នាំ2013គឺកម្ពុជារបស់យើងមកអនុវត្តនៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី2បាទហើយនៅក្នុងចន្លោះពេលវេលានេះដែរនៅឆ្នាំ2009គឺធ្វើការបោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី1បាទនៅឆ្នាំ2010គឺបង្កើតឲ្យមានកម្មវិធីជាតិឆ្នាំ2019ឆ្នាំ2012ធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី3បាទអញ្ចឹងចាប់ពីឆ្នាំ2013មកដល់ឆ្នាំ2018គឺកម្ពុជារបស់យើងមកអនុវត្តនៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3បាទនៅក្នុងចន្លោះពេលវេលានឹងដែរនៅឆ្នាំ2014កម្ពុជារបស់យើងបានបោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី2បាទឆ្នាំ2017បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4បាទអញ្ចឹងនៅចាប់ពីឆ្នាំ2018មកដល់ឆ្នាំ2023គឺយើងអនុវត្តយុទ្ធសាស្ត្រចតុកោណអាណត្តិទី4ដំណាក់កាលទី4បាទអញ្ចឹង18ដល់23ចង់បញ្ជាក់ថាយុទ្ធសាស្ត្រចតុកោណនេះគឺយើងអនុវត្តទៅ4ដំណាក់កាលបាទអញ្ចឹងក្នុងមួយដំណាក់កាលគឺមានរយៈពេល5ឆ្នាំបាទអញ្ចឹងដំណាក់កាលទី4នេះគឺ18មកដល់23បាទនៅក្នុងឆ្នាំ2019គឺមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តស្រុកបោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី3ឆ្នាំ2021គឺអនុវត្តនៅកម្មវិធីជាតិឆ្នាំ2021ដល់30ឆ្នាំ2022ធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5បាទអញ្ចឹងមកដល់ឆ្នាំ2023នេះគឺកម្ពុជារបស់យើងបានអនុវត្តយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1បាទអញ្ចឹងនៅក្នុងដំណើរការនៃការអនុវត្តកំណែតម្រង់បែបមជ្ឈការវិសាមជ្ឈការនោះគឺចាប់ពីឆ្នាំ2001មកគឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណគឺមាន4ដំណាក់កាលបាទចាប់ពីឆ្នាំ2003មកដល់ឆ្នាំ2023នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4រហូតមកដល់ឆ្នាំ2023នេះទើបយើងបញ្ចប់នៅយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី4ហើយអនុវត្តនៅយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1ដែលអនុវត្តបន្តពីយុទ្ធសាស្ត្រចតុកោណមានបន្ថែមនៅមុំទី5បន្ថែមទៀតគឺបច្ចេកវិទ្យាដែលមានវិធានការកលឹះឲ្យផ្សេងគ្រាន់តែបន្ថែមហើយរក្សានៅអ្វីដែលមានបាទអញ្ចឹងយើងមើលនៅឆ្នាំ2022បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5ហើយឆ្នាំ2024គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌបាទអញ្ចឹងអានេះវីដេអូនេះគឺជាក្របខ័ណ្ឌពេលវេលានៃការអនុវត្តនៃដំណើរការអនុវត្តកំណែតម្រង់វិមជ្ឈការវិសាមជ្ឈការនៅកម្ពុជាចាប់ពីឆ្នាំ2021មកដល់ឆ្នាំ2024បាទ
មានតែប៉ុណ្ណឹងទេហើយបើសិនជាមានការខុសឆ្គងអីសូមមានការអធ្យាស្រ័យបាទអរគុណច្រើន